នៅភាគខាងត្បូងនៃភូមិឋានមានព្រៃស្រោងមួយដ៏ធំល្វឹងល្វើយលាតសន្ធឹងមើលមិនដឹងហ្វោះកោះត្រើយនៅឯណាដើមឈើធំធំខ្ពស់ខ្ពស់ប្រឹងដោះប្រជែងគ្នាយកពន្លឺព្រះអាទិត្យវัวរុំព័ទ្ធស្រទាក់ស្រទនមើលទៅងងឹតភ្លុកសូម្បីតែនៅពេលថ្ងៃត្រង់សម្រាប់អ្នកភូមិព្រៃនេះគឺជាតំបន់ដែលគ្មាននរណាម្នាក់ហ៊ានដើរចូលទៅក្បែរឡើយព្រោះក្រៅពីហ្វាត់ហ្វាហាវពួកគេមានជំនឿយ៉ាងមុតមមថាទីតាំងដ៏ស្ងាត់កំបាំងនេះហើយគឺជាសម្បុកលាក់ខ្លួនរបស់ក្រុមចៅព្រៃដ៏កាចហ្វាហាវខូខើដែលតែងតែចេញមកអុកឡុកអ្នកភូមិស្រុកការសង្ស័យរបស់អ្នកភូមិពិតជាមិនខុសមែនចូលទៅកណ្ដាលព្រៃជ្រៅដែលពោពេញទៅដោយសំឡេងហ្វាត់ព្រៃយំរហឹងអើងកងគេឃើញមានពន្លឺភ្លើងពណ៌ក្រហមឆ្អៅកំពុងតែឆេះយ៉ាងហ្វឹនថៅបំភ្លឺទីធ្លាមួយកន្លែងនៅជុំវិញភ្នក់ភ្លើងនោះមានមនុស្សប្រុសមុខមាត់កាចសាហាវស្លៀកពាក់រខេរខានិងមានកាន់អាវុធគ្រប់ដៃទាំងដាវមានទាំងផ្គាក់កំពុងអង្គុយប្រមូលផ្ដុំគ្នាមិនក្រោមពី20នាក់ឡើយពួកគេគឺជាក្រុមចៅព្រៃដ៏ល្បីល្បាញប្រចាំតំបន់ដែលដឹកនាំដោយមេចៅចិត្តឆៅម្នាក់ឈ្មោះថាដាំនិងមានដៃស្ដាំជំនិតម្នាក់ទៀតឈ្មោះថាជេងបរិយាកាសនៅជុំវិញភ្នក់ភ្លើងហាក់មានសភាពតានតឹងផ្សែងភ្លើងហុយត្រឡោមលាយឡំនឹងក្លិនស្រានិងក្លិនសាច់អាំងដែលក្រុមចៅកំពុងតែអង្គុយផឹកស៊ីមួយសន្ទុះក្រោយមកភាពស្ងាត់ស្ងៀមក៏ត្រូវបានបំបែកដោយសំឡេងក្រឡោរបស់ពូជេកដែលកំពុងតែអង្គុយសំលៀងដាវរបស់ខ្លួននៅក្បែរមេកាយរបស់ខ្លួនគឺពូដាំគាត់ងើបមុខឡើងសម្លឹងមើលទៅមេកាយរបស់ខ្លួនរួចពោលដោយសំឡេងធុញថប់មកថាលោកបងដាំមួយរយៈនេះពួកយើងដូចជាតល់ច្រកមែនទែនហើយតើលោកបងគិតយ៉ាងម៉េចដែរឥឡូវនេះយើងពិបាកធ្វើសកម្មភាពណាអ្នកមានក្នុងស្រុកគេដឹងខ្លួនអស់ហើយគេលេងហ្វូវហ៊ានជីងទៅណាព្រៃផ្ដាស់ឬធ្វើដំណើរឆ្លងកាត់ផ្លូវព្រៃនេះទៀតទេឯឈ្មោះធំពីចងាយក៏គេលេងហ្វូវចូលមករកហ្វីក្នុងភូមិស្រុកយើងនេះដែរព្រោះពួកគេខ្លាចពួកយើងប្លន់ចំណែកឯអ្នកស្រុកភូមិធម្មតាវិញក្រីក្រតោកយ៉ារកតែអង្គច្រកឆ្នាំងហ្វឹងតែមិនបានផងចូលប្លន់ផ្ទះមួយរកសំបីតែប៉ុន្មានរៀលក៏គ្មានទូប្លន់10ផ្ទះទៀតក៏មិនគ្រប់គ្រាន់សម្រាប់ចិញ្ចឹមក្រពះបងប្អូនយើងជាង20នាក់នេះដែរបើនៅតែបន្តបែបនេះពួកយើងច្បាស់ជាដាច់ពុះស្លាប់ក្នុងព្រៃនេះមិនខានទេឮសំដីតូចតែរបស់កូនចៅបែបនេះពូដាំដែលកំពុងតែទំពាសាច់អាំងយ៉ាងសាហាវក៏ផ្ដោះឆ្អឹងចូលទៅក្នុងទូភ្លើងធ្វើឲ្យរងើកភ្លើងឆាបហុយបែកផ្កាភ្លើងព្រាកគាត់ជូតមាត់នឹងក្រមារួចទាញកបិតផ្គាក់មកដោតបុកទៅលើដីយ៉ាងខ្លាំងបញ្ចេញនៅកំហឹងដែលកំពុងតែឆេះឈួលក្នុងចិត្តហើយគាត់ក៏ពោលមកថាចង្រៃយោអើយពីមុនអញខំធ្វើការត្រឹមត្រូវរកស៊ីដោយកម្លាំងញើសឈាមវាលំបាកវេទនាស្ទើរតែស្លាប់ស្ទើរតែរស់ទៅហើយដល់ពេលទ្រាំនឹងគំនាបបារាំងលេងបានរត់ចូលព្រៃមកធ្វើជាចៅប្លន់គេហើយនៅតែពិបាករហាមទៀតមិនអោយអញក្តៅក្រហាយយ៉ាងម៉េចនឹងបានពូដាំក្រឡេកភ្នែកដ៏មុតស្រួចរបស់គាត់សម្លឹងមើលទៅកាន់កូនចៅទាំងអស់ដែលកំពុងតែអង្គុយស្ងៀមរួចស្រែកហ្វូដោយសំឡេងគំហកបញ្ជាក់ពីភាពជាមេដឹកនាំចុះពួកឯងទាំងអស់គ្នាវិញអង្គុយស្ងៀមធ្វើអីមើលតើមាននរណាគេមានគំនិតឬមានដំណឹងអីប្លែកដែលអាចឲ្យយើងរកស៊ីធំបានម្ដងទៀតដែរឬទេបើមានឆាប់និយាយចេញភ្លាមមកសំណួររបស់មេចៅដាំបានធ្វើឲ្យបរិយាកាសជុំវិញភ្នក់ភ្លើងកាន់តែស្ងាត់ជ្រងំមួយរំពេចក្រុមចៅទាំងអស់បានត្រឹមតែសម្លឹងមើលមុខគ្នាទៅវិញទៅមកព្រោះពួកគេសុទ្ធតែជាអ្នករត់គេចខ្លួននិងជាប់គាំងនៅក្នុងព្រៃនេះដូចគ្នាមិនសូវជាបានដឹងរឿងរ៉ាវខាងក្រៅប៉ុន្មាននោះឡើយភាពស្ងៀមស្ងាត់គ្រប់ដណ្ដប់ជុំវិញភ្នក់ភ្លើងបានត្រឹមតែមួយផ្លែប៉ុណ្ណោះស្រាប់តែមានសំឡេងមួយបន្លឺឡើងបំបែកភាពតានតឹងនោះគឺជាជួនដែលជាកូនចៅរហ័សរហួនម្នាក់ទើបតែត្រឡប់
មកពីហ្វើបកានៅក្នុងភូមិកាលពីពេលថ្ងៃគេងើបឈរយឺតរួចថាមកចិត្តមេចៅទាំងពីរដោយទឹកមុខញញឹមពោពេញទៅដោយល្បិចកលរួចគេក៏បានពោលឡើងមកថាលោកបងដាំលោកបងជេកខ្ញុំទៅតែមកពីភូមិអំបញ្ញមិញនេះឯងខ្ញុំឮអ្នកស្រុកគេនិយាយតគ្នាគេផ្អើលពេញភូមិថាលោកសេដ្ឋីប៊ុនទៅតែជួលជាងឲ្យយកមាសសុទ្ធទៅហ្វិតធ្វើជារូបចម្លាក់ប្រពន្ធរបស់គាត់កម្ពស់ជាងមួយហាត់ឯណោះលោកបងហ្វាក់គិតទៅមើលត្រឹមតែរូបចម្លាក់មួយប្រើមាសច្រើនសន្ធឹកសន្ធាប់ដល់ថ្នាក់នឹងចុះទម្រាំទ្រព្យសម្បត្តិមាសប្រាក់នៅក្នុងឃ្លាំងវិមានរបស់លោកសេដ្ឋីប៊ុនទៀនតើវាមិនច្រើនគួរដូចភ្នំទៅហើយទេឬខ្ញុំគិតថាបើជ្រុលជាយើងកើតមកធ្វើជ្រូកទៅហើយខ្លាចអីនឹងទឹកក្តៅនោះបើប្រថុយស្លាប់ប្រថុយរូបលេងមួយក្តារធំនេះទៅបើប្លន់បានសម្រេចយើងម្នាក់ច្បាស់ជារស់ស្រួលចាយមិនអស់មួយជីវិតលេងពិបាកដើរលួបលួចប្លន់គេឯងតាមផ្លូវតូចតាចឲ្យហត់ទៀតហើយគ្រាន់តែឮពាក្យថារូបចម្លាក់មាសនឹងទ្របមហាសាលភ្លាមពន្លឺនៃសេចក្តីលោភលន់បានឆាត់ឆេះឡើងក្នុងកែវភ្នែករបស់ពូដាំបាត់ទៅហើយគាត់ទម្លាក់កែវស្រាចុះរួចទះផ្លូវខ្លួនឯងផាំងលន់មាត់កំទ្រគំនិតរបស់ជូនពេញទំហឹងអាជូនឯងនិយាយនេះត្រូវគំនិតអញមិនតែម្ដងអញនេះគិតចង់ស៊ីធំយូរណាស់មកហើយនរណាមិនដឹងថាលោកសេដ្ឋីប៊ុនមានទ្រព្យមហាសាលចាយមិនចេះអស់នោះសំបីតែរូបចម្លាក់ប្រពន្ធក៏ហ៊ានយកមាសសុទ្ធទៅធ្វើដែរហើយអញឮល្បីរាប់ឆ្នាំរាប់ខែមកហើយថាប្រពន្ធលោកសេដ្ឋីប៊ុននឹងកាលនៅរស់គឺស្អាតខ្លាំងណាស់សាច់សខ្ចីដូចបណ្ដូលជែកបើប្លន់បានសម្រេចមែនអាទ្រព្យផ្សេងពួកឯងចែកគ្នាយកទៅចុះតែអាមាសរូបចម្លាក់ប្រពន្ធនឹងអញយកមកតាំងទុកក្នុងបន្ទប់ដេករបស់អញហើយពូដាំនិយាយបណ្ដើហ្វាច់ក្អាកាយបណ្ដើហាក់បីដូចជាបានឃើញរូបសំណាក់មាសនោះនៅក្នុងដៃរបស់ខ្លួនបាត់ទៅហើយប៉ុន្តែផ្ទុយពីភាពអគិតខ្លីរបស់មេកើយពូជេកដែលជាដៃស្ដាំនិងជាមនុស្សមានគំនិតប្រយ័ត្នប្រយែងជាងគេបានជ្រួញចិញ្ចើមដោយក្តីបារម្ភគាត់ប្រញាប់ពោលទាញស្មារតីពូដាំមកវិញថាលោកបងសូមលោកបងត្រិះរិះពិចារណាឲ្យបានច្បាស់សិនវិមានលោកសេដ្ឋីប៊ុនណាមិនមែនផ្ទះខ្ទមស្លឹករបស់អ្នកភូមិធម្មតាដែលយើងនឹកឃើញចង់ចូលប្លន់ក៏ធាក់ទ្វារចូលបានដោយងាយនោះទេរបងវិមានគេខ្ពស់ថែមទាំងមានកងយាមកាមគ្រប់ច្រកល្ហកទាំងយប់ទាំងថ្ងៃសំបីតែសัตว์រុយមួយហើយចូលក៏គេដឹងដែរតើយើងមានផ្លូវឯណាអាចចូលទៅប្លន់បានងាយទៅពូដាំស្ដាប់ហើយក៏មិនបានខឹងសម្បានឹងការប្រមានរបស់ពូជេកដែរគាត់ងើបឈរឡើងដើរទៅទះស្មាពូជេកថ្នមរួចតបដោយសំឡេងមុតមមនិងមានជំនឿចិត្តថាជេកវាដូចជាអាជួននិយាយអញ្ចឹងឯងបើជ្រុលធ្វើជ្រូកទៅហើយកុំខ្លាចអីទឹកក្តៅឲ្យសោះពួកយើងសុទ្ធតែជាអ្នកតល់ច្រកសុខចិត្តបដូរជីវិតបើយើងធ្វើការនេះបានសម្រេចគឺយើងរស់នៅស្រួលអស់មួយជីវិតមិនបាច់រត់ពួនបារាំងទៀតទេណែពួកឯងទាំងអស់គ្នាជួយគិតគ្នាមើលតើយើងគួររៀបចំផែនការវិលុករបៀបម៉េចទើបអាចចូលទៅដល់ឃ្លាំងទ្រព្យនិងយកគ្រូសំណាក់មាសនោះចេញមកបានឬហ្វូកាបើកផ្លូវពីមេចៅកូនចៅដែលនៅជុំវិញព្រោះភ្លើងក៏ចាប់ផ្ដើមបញ្ចេញមតិយោបល់រៀងខ្លួនអាហ្វៅជាចៅចិត្តក្តៅជាងគេបានស្នើឡើងមុនគេថាបើតាមខ្ញុំលោកបងពួកយើងប្រមូលគ្នាទាំងអស់ជាង20នាក់នេះសម្រុកចូលរបងមុខតែម្ដងទៅពួកកងការពារវាមិនហ៊ាននឹងតទល់ជាមួយពួកយើងទេពូដាំក្រវីក្បាលបដិសេធភ្លាមហើយក៏តបមកថាមិនកើតទេអាហ្វៅបើឯងបើកឆាកប្រយុទ្ធតតាំងពីរបងខាងក្រៅទៅចុះបើមានគេឃើញគេរាយការណ៍ទៅបារាំងទម្រាំនឹងយើងយកមាសប្រាក់ចេញរួចពួកបារាំងច្បាស់ជាមកឡោមព័ទ្ធបាញ់ក្បាលពួកយើងចោលទាំងអស់មិនខានអាកុយជាចោលល្បិចកលក៏បានបញ្ចេញគំនិតទី2ថាចុះបើយើងដុតហ្វូនច្បារនៅផ្នែកខាងមុខវិមានលោកសេដ្ឋីទៅលោកបងពេលភ្លើងឆេះសន្ធោសន្ធៅពួកអ្នកយាមនឹងរត់មកជួយពន្លត់
ពេលនោះពួកយើងលោតផ្លោះរបងចូលតាមផ្លូវក្រោយពូជេកឆ្លើយកាត់ភ្លាមថាយីអាកុយនេះបើឯងដុតវិមានភ្លើងឆេះរៀលដាលដល់ខាងក្នុងតើឯងចូលទៅយកមាសប្រាក់តាមណាហើយកាលណាមានភ្លើងឆេះអ្នកភូមិរាប់រយនាក់នឹងរត់មកជួយពន្លត់ដល់ពេលនោះយើងកាន់តែពិបាកចេញគណៈដែលកំពុងតែតល់គំនិតជួនក៏បានញញឹមចុងមាត់រួចលើកដៃហ្វុំនិយាយម្ដងទៀតលោកបងទាំងពីរពេលខ្ញុំលបទៅមើលក្បែររបងវិមានខ្ញុំសង្កេតឃើញរឿងមួយរៀងរាល់ពេលប្រលប់តែងតែមានរទេះគោដឹកត្បូងនិងអ្នកស៊ីឈ្នួលជីត្បូងចូលមកក្នុងវិមានតាមខ្លងទ្វារខាងក្រោយហើយកងការពារនៅច្រកនោះក៏មិនសូវជាតឹងរឹងប៉ុន្មានដែរព្រោះគេស្គាល់មុខអ្នកជីត្បូងអស់ទៅហើយខ្ញុំគិតថាពួកយើងគូទៅពូនផ្ទះចាប់ក្រុមកម្មករជីត្បូងនិងអ្នកបរទេះនៅកណ្ដាលផ្លូវព្រៃរួចយកកៅអៅពួកវាមកស្លៀកពាក់បន្លំខ្លួនយើងលាក់ដាវលាក់កំបិតផ្ទះជាមួយនឹងថ្មនិងត្បូងទាំងនោះលុះដល់ពេលប្រលប់ពេលមេឃចាប់ផ្ដើមងងឹតយើងធ្វើបរទេះចូលទៅតាមទ្វារក្រោយពេលចូលដល់ក្នុងបរិវេណវិមានយើងបញ្ចេញអាវុធវាយសង្កត់កងយាមពីខាងក្នុងរួចបើកទ្វារធំឲ្យកម្លាំងយើងដែលនៅហ្វល់សម្រុកចូលធ្វើបែបនេះពួកវាច្បាស់ជាคล้ายជាកង្កែបក្នុងអណ្ដូងគ្មានផ្លូវតទល់នឹងយើងបានឡើយស្ដាប់ការបកស្រាយរបស់ជួនចប់ពូដាមនិងពូជេកបានសម្លឹងមុខគ្នាដោយក្តីពេញចិត្តបំផុតពូដាមបានហ្វាយខ្លាំងឮពេញព្រៃហើយពោលថាល្អណាស់អាជួនផែនការនេះពិតជាល្អឥតខ្ចោះមែនពួកយើងនឹងវាយឆ្មក់ពីខាងក្នុងដោយពុះវែកចឹកចំកណ្ដាលបេះដូងតែម្ដងពួកកងការពារខាងមុខច្បាស់ជារត់ចូលក្នុងដើម្បីជួយដូច្នេះពួកយើងទាំងអស់គ្នានឹងរត់ចូលទៅសម្លេះពួកវាទាំងអស់តែម្ដងបន្ទាប់ពីសម្រេចឬយកវិធីសាស្ត្របន្លំខ្លួនចូលតាមរទេះដឹកថ្មដឹកត្បូងនេះហើយក្រុមចៅព្រៃក៏ចាប់ផ្ដើមបែងចែកភារកិច្ចគ្នាយ៉ាងច្បាស់លាស់ថានរណាត្រូវបន្លំខ្លួននរណាត្រូវពូនស្ទាក់នៅខាងក្រៅនិងនរណាត្រូវសម្រុកចូលបន្ទប់ផ្ទុកទ្រព្យសម្បត្តិទីបំផុតពួកគេបានឯកភាពគ្នាកំណត់យកយប់ខែរនោចងងឹតភ្លុកនាពេល3ថ្ងៃខាងមុខដើម្បីចុះធ្វើសកម្មភាពដ៏ធំនិងប្រកបដោយគ្រោះថ្នាក់បំផុតមួយនេះស្រមោលមច្ចរាជកំពុងតែរាប់ថយក្រោយត្រៀមខ្លួនឆ្ពោះទៅកាន់វិមានលោកសេដ្ឋីប៊ុនដោយគ្មាននរណាម្នាក់អាចដឹងមុនឡើយថាយប់នោះនឹងក្លាយទៅជាយប់នៃហ្វតនេតកម្មដែលបង្ហូរឈាមក្រហមច្រាងពេញផ្ទៃវិមានទោះបីជាសភាពខាងក្រៅកំពុងតែច្របូកច្របល់ដោយសារតែចៅព្រៃយ៉ាងណាក្តីតែនៅក្នុងវិមានឯនេះវិញភាពស្ងាត់ជ្រងំនិងភាពអាប់អ៊ូហាក់កំពុងតែលូនចូលមកហ្វិនតាំងតែពីពេលដែលរូបសំណាកមាសបានមកដល់ប៉ុន្មានថ្ងៃនេះលោកសេដ្ឋីប៊ុនហាក់ដូចជាមានប្រថ្នូលមិនស្រួលក្នុងចិត្តសោះរៀងរាល់ពេលដែលលោកអង្គុយសម្លឹងមើលទៅខ្ញុំបម្រើកម្មករនិងកូនឈ្នួលដែលកំពុងតែដើរខ្វែងដៃខ្វែងជើងធ្វើការងារក្នុងវិមានអារម្មណ៍សង្វេគនិងអាណិតអាសូរយ៉ាងខ្លាំងបានផុសឡើងក្នុងទ្រូងរបស់លោកដោយគ្មានហេតុផលលោកសម្លឹងមើលទៅក្មេងៗបម្រើនិងចាស់ទុំមួយចំនួនដោយដឹងច្បាស់ថាអ្នកទាំងនោះសុទ្ធតែមានឪពុកម្ដាយចាស់ជរាកូនតូចនិងក្រុមគ្រួសារជាបន្ទុកដែលត្រូវមើលថែនៅឯផ្ទះលោកសេដ្ឋីមានអារម្មណ៍រវើរវាយរហ្វាប់រហ្វល់ហាក់ដូចជាមានរឿងអាក្រក់ណាមួយហៀបនឹងធ្លាក់មកលើវិមាននេះហើយលោកពិតជាមិនចង់ឲ្យមនុស្សហ្វ្លូតត្រង់ទាំងនេះត្រូវមកជាប់ពាក់ព័ន្ធឬមានគ្រោះថ្នាក់ដោយសារលោកឡើយក្នុងចិត្តលោកសេដ្ឋីចង់បញ្ជាឲ្យខ្ញុំបម្រើទាំងអស់ឈប់ធ្វើការហើយត្រឡប់ទៅជួបជុំគ្រួសារវិញចុះប៉ុន្តែលោកមិនអាចធ្វើបែបនេះបានទេព្រោះលោកយល់ច្បាស់ពីទុក្ខលំបាករបស់ពួកគេបើលោកដេញពួកគេចេញទាំងតក់ក្រហល់តើពួកគេមានប្រាក់ឯណាទៅទិញអង្ករច្រកឆ្នាំងនិងចិញ្ចឹមក្រពះគ្រួសារនោះការនេះបានធ្វើឲ្យលោកសេដ្ឋីខ្វាយខ្វល់និងពិបាកចិត្តយ៉ាងខ្លាំងដេកសឹងតែមិនលុបបាយក៏សឹងតែមិននឹកទោះមិនមានហេតុផលសមស្របណាមួយដើម្បីដេញពួកគេក៏ដោយតែវិចារណញ្ញាណរបស់លោកចេះតែប្រាប់ថា
លោកមិនចង់ឲ្យមានមនុស្សនៅកកកុញជុំវិញលោកទៀតនោះទេលុះដល់ព្រឹកមួយលោកសេដ្ឋីប៊ុនបានសម្រេចចិត្តរួចហើយលោកបានបញ្ជាឲ្យមេការវាយគងប្រមូលផ្ដុំអ្នកបម្រើទាំងអស់មកជុំគ្នានៅទីធ្លាមុខវិមានពេលដែលអ្នកគ្រប់គ្នាបានមកឈរត្រៀបត្រាលោកសេដ្ឋីបានក្រោកឈររួចមានប្រសាសន៍ដោយសំឡេងធ្ងន់ធ្ងរនិងពោរពេញដោយក្តីមេត្តាថាពួកឯងទាំងអស់គ្នាស្ដាប់ឲ្យច្បាស់ចាប់ពីថ្ងៃនេះតទៅខ្ញុំអនុញ្ញាតឲ្យពួកឯងទាំងអស់គ្នាត្រឡប់ទៅសម្រាកនៅផ្ទះជួបជុំប្រពន្ធកូននិងម៉ែពុកវិញចោះមិនចាំបាច់នៅសម្រាកយាមកំដរក្នុងវិមាននេះរាល់យប់ទៀតនោះទេពួកឯងក៏ដឹងស្រាប់ហើយថាឥឡូវនេះស្រុកទេសយើងកំពុងតែវឹកវរចៅព្រៃក៏សម្បូរដើរប្លន់កាប់សម្លាប់មិនរើសមុខបើពួកឯងនាំគ្នាមកដេកនៅទីនេះអស់តើនរណានៅចាំផ្ទះការពារឪពុកម្ដាយនិងកូនកូនរបស់ពួកឯងចំណែកឯរឿងសុវត្ថិភាពក្នុងវិមាននេះពួកឯងមិនចាំបាច់បារម្ភទេព្រោះមានកងការពារយាមកាមគ្រប់ច្រកល្ហកអស់ហើយរីឯប្រាក់ឈ្នួលវិញខ្ញុំមិនត្រឹមតែមិនកាត់ទេតែនឹងថែមប្រាក់លើកទឹកចិត្តឲ្យពួកឯងម្នាក់ទ្វេដងដើម្បីយកទៅទិញស្បៀងទុកបំរុងក្នុងគ្រួសាររៀងៗខ្លួនចោះគ្រាន់តែឮលោកសេដ្ឋីប្រកាសបែបនេះភ្លាមខ្ញុំបម្រើទាំងអស់មានសេចក្តីត្រេកអរជាពន់ពេកពួកគេញញឹមបិទមាត់មិនចិត្តហើយនាំគ្នាលុតជង្គង់សំពះអរគុណលោកសេដ្ឋីព្រោះពួកគេមិនត្រឹមតែបានទៅដេកផ្ទះជួបជុំគ្រួសារប៉ុណ្ណោះទេថែមទាំងទទួលបានប្រាក់ខែច្រើនជាងមុនទៀតផងលោកសេដ្ឋីបានឲ្យមេការបើកហឹបប្រាក់រួចលោកផ្ទាល់បានដើរចែកកាក់ប្រាក់ណែនដល់ដៃខ្ញុំបម្រើម្នាក់ម្ដងដោយផ្ទាល់ដៃប៉ុន្តែក្នុងគណៈពេលដែលបរិយាកាសកំពុងតែសប្បាយរីករាយនោះរឿងរ៉ាវព្រឺរោមមួយក៏បានកើតឡើងនៅខាងចុងជូមានលោកតាចាស់ម្នាក់ដែលជាអ្នកបោសសម្អាតប្រចាំវិមានកំពុងតែឈររងចាំវេនរបស់ខ្លួនពេលគាត់ងើបមុខឡើងសម្លឹងមើលទៅលោកសេដ្ឋីដែលកំពុងតែដើរចែកប្រាក់ស្រាប់តែភ្នែករបស់គាត់បើកធំញ័ររន្ធត់ពេញខ្លួននៅក្នុងគំហើញរបស់គាត់មិនបានឃើញលោកសេដ្ឋីកំពុងតែញញឹមនោះទេតែគាត់បែរជាឃើញរាងកាយលោកសេដ្ឋីកំពុងតែដើរចែកប្រាក់ទាំងគ្មានក្បាលជាប់នៅនឹងកនោះឡើយកន្លែងដែលធ្លាប់តែមានក្បាលបែរជាមានឈាមក្រហមច្រាងបាញ់ផ្លាតចេញមកដូចរន្ធទឹកដោយក្តីតក់ស្លុតហួសប្រមាណលោកតាបានស្រែកឡើងលឺហ្វឹងតែផ្លត់សំឡេងបន្ទោពេញទីធ្លាវិមានលោកសេដ្ឋីព្រះអើយលោកសេដ្ឋីចុះក្បាលរបស់លោកតណាហើយសំឡេងស្រែកដ៏រន្ធត់នេះបានធ្វើឲ្យអ្នកគ្រប់គ្នាទម្លាក់ដៃស្ងាត់មាត់ហើយងាកមកសម្លឹងមើលលោកតាដោយក្តីភ្ញាក់ផ្អើលលោកសេដ្ឋីប៊ុនក៏បានបញ្ឈប់សកម្មភាពរួចងាកមកស៊ូដោយចិញ្ចើមជ្រួញផងថាមានរឿងអីលោកតាមិនក៏ស្រែកលោឡាម្លេះលោកតាខំប្រឹងញីភ្នែកខ្លួនឯងរួចបើកភ្នែកមើលម្ដងទៀតលើកនេះក្បាលលោកសេដ្ឋីនៅជាប់នឹងកដដែលប៉ុន្តែរាងកាយនិងសម្លៀកបំពាក់កាន់ទុកពណ៌សរបស់លោកសេដ្ឋីបែរជាជោគចំទៅដោយឈាមក្រហមឆ្អៅហូរស្រក់មកលើកម្រាលឥដ្ឋលោកតាភ័យញ័រដៃញ័រជើងទ្រើតផ្ទុះរត់ចូលទៅក្បែរលោកសេដ្ឋីទាំងមាត់ចេះតែនិយាយថាឈាមពេញខ្លួនលោកសេដ្ឋីហើយឆាប់នាំគ្នាមកជួយលោកសេដ្ឋីផងលុះរត់ចូលមកដល់ក្បែរចម្ងាយត្រឹមតែមួយជំហានលោកតាក៏ព្រិចភ្នែកសម្លឹងមើលឲ្យច្បាស់ម្ដងទៀតរំពេចនោះរូបភាពដ៏គួរឲ្យរន្ធត់ទាំងអំបាលម៉ានក៏បានរលាយបាត់អស់ឈឹងហាក់ដូចជាគ្មានអ្វីកើតឡើងសោះសម្លៀកបំពាក់លោកសេដ្ឋីនៅតែសស្អាតគ្មានប្រឡាក់ឈាមសូម្បីតែមួយដំណក់ហើយលោកសេដ្ឋីក៏មានក្បាលពេញលេញកំពុងឈរសម្លឹងមើលគាត់ដោយក្តីងឿឆ្ងល់លោកតាកើតអីហ្នឹងភ្នែកងងឹតមើលឃើញស្អីប្រេះផ្ដាស់មែនទេមេការស្រែកស្ដីបន្ទោលោកតាឈួរកាំងញើសហូរពេញចិញ្ចើមគាត់ដកដង្ហើមញាប់មិនហ៊ាននិយាយការពិតដែលខ្លួនបានឃើញឡើយព្រោះខ្លាចគេថាខ្លួនឈួតគាត់ក៏ប្រញាប់អោនក្បាលសុំទោសលោកសេដ្ឋីអូអត់ទេទៀនប្រហែលជាខ្ញុំបានចាស់ទៅភ្នែករវើរវាយ
មើលឃើញស្រមោលដើមឈើច្រឡំថាជាអ្វីផ្សេងទេទៀនសូមទៀនមេត្តាអភ័យទោសផងចុះលោកសេដ្ឋីប៊ុនក្រវីក្បាលតិចតិចមិនបានប្រកាន់ខឹងអ្វីឡើយហើយក៏បន្តចែកប្រាក់រហូតដល់អស់រួចក៏អនុញ្ញាតឲ្យពួកគេបំបីគ្នាលុះព្រះអាទិត្យរះរាងខ្ពស់បន្តិចខ្ញុំបំរើទាំងអស់ក៏នាំគ្នាត្រឡប់ទៅធ្វើការរៀងៗខ្លួនដោយស្នាមញញឹមមានតែលោកតាម្នាក់គត់ដែលគាត់ដើរកាន់អំបោសបោសស្លឹកឈើបណ្ដើឬហ្វុំបុលខ្ញាក់បណ្ដើព្រោះគាត់ដឹងច្បាស់ថាអ្វីដែលគាត់បានឃើញអំបញ្ញមិញនេះមិនមែនជាការស្រវាំងភ្នែកទេតែវាជានិមិត្តហេតុផលនៃមច្ចរាជដែលកំពុងតែលាតសន្ធឹងស្រមោលគ្របដណ្ដប់លើវិមានទាំងមូលហើយយប់នេះវិមាននេះនឹងនៅហ្វល់ត្រឹមតែលោកសេដ្ឋីនិងកងការពារប៉ុន្មានអ្នកប៉ុណ្ណោះពេលវេលា3ថ្ងៃបានរំលងផុតទៅយ៉ាងលឿនប្រៀបដូចជាភ្នែកបន្ទោថ្ងៃនេះគឺជាថ្ងៃទី3ដែលជាថ្ងៃកំណត់ការយាមយប់ខែរនោចរបស់ក្រុមចៅដើម្បីចុះមកធ្វើសកម្មភាពប្លន់ទ្រព្យសម្បត្តិនៅក្នុងវិមានតាំងតែពីព្រឹកព្រលឹមមកម្ល៉េះបរិយាកាសនៅក្នុងស្រុកភូមិនិងជុំវិញវិមានហាក់មានសភាពចម្លែកខុសពីធម្មតាគួរឲ្យព្រឺសម្បុរខ្យល់ដែលធ្លាប់តែបក់រំភើយបែរជាឈប់ធ្លាក់ធ្វើឲ្យអាកាសធាតុស្អុះស្អាប់ហប់ខ្យល់ដកដង្ហើមសឹងតែមិនដល់គ្នាលុះដល់ពេលរហ្វីលតូទុនរៀបតែនឹងយប់ផ្ទៃមេឃដែលធ្លាប់តែស្រឡះល្អបែរជាប្រែពណ៌យ៉ាងគំហុកពណ៌ខ្មៅងងឹតបានរហ្វាត់មកគុំគ្នាហើយពន្លឺព្រះអាទិត្យដែលរៀបនឹងលិចនោះបានចាំងជះរស្មីកាត់ពពកបង្កើតបានជាផ្ទៃមេឃក្រហមឆ្អៅប្រៀបបាននឹងឈាមស្រស់លាបស្រោចពេញលំហអាកាសសត្វក្អែកហើរត្រឡប់ទៅសម្បុកវិញទាំងបន្លឺសំឡេងយំយ៉ាងទ្រហឹងអឹងកងដែលចាស់តែងចំណាំថានេះគឺជាប្រថ្នូលនៃសេចក្តីវិនាសនិងការបង្ហូរឈាមនៅក្នុងវិមានឯនេះវិញលោកសេដ្ឋីប៊ុនមានអារម្មណ៍រហ្វាប់រហ្វល់ដើរចុះដើរឡើងមិនដឹងជាស្អុះស្អាប់ក្នុងខ្លួនឬក៏ក្តៅក្រហាយក្នុងចិត្តនោះទេគាត់ដើរមកអង្គុយនៅលើកៅអីឈើទល់មុខរូបសំណាកមាសរបស់ភរិយាដោយមានលោកមេការចំណាស់ឈរនៅកំដរពីជំហៀងលោកសេដ្ឋីបានដកដង្ហើមធំសម្លឹងមើលទៅមេការដែលធ្លាប់រុំសុករុំទុកបំរើគាត់តាំងតែពីក្មេងរួចលោកក៏ពោលឡើងទាំងទឹកមុខញញឹមស្ងួតលាយឡំនឹងការលេងសើចតែបង្កប់នៅអត្ថន័យថាមេការអើយឯងមើលចុះអញនេះមានទ្រព្យសម្បត្តិមហាសាលចាយហ្វឹងតែ3ជាតិទៀតក៏មិនអស់ផងតែអញបែរជាគ្មានកូនចៅសាច់ញាតិឯណាដើម្បីបន្តវងត្រកូលសោះប្រពន្ធជាទីស្រឡាញ់ក៏ដាច់ចិត្តចោលអញទៅបាត់មនុស្សយើងមើលមិនឃើញទេមច្ចរាជអាចមកគូសទ្វារហៅយើងពេលណាក៏មិនដឹងដូច្នេះបើថ្ងៃណាមួយអញមានរឿងអ្វីកើតឡើងឬក៏ត្រូវដាច់ខ្យល់ស្លាប់កណ្ដោយកណ្ដែងទៅឯងកុំភ្លេចជួយចាត់ចែងធ្វើបុណ្យធ្វើទានបញ្ជូនកុសលឲ្យអញផងណាគ្រាន់តែឮពាក្យបណ្ដាំហាក់ដូចជាប្រថ្នូអាក្រក់នេះភ្លាមមេការចំណាស់ព្រឺសម្បុរខ្ញាក់ផ្ទុះលុតជង្គង់ចុះរួចលើកដៃសំពះអង្វរលោកសេដ្ឋីហេតុអីក៏លោកមានប្រសាសន៍ប្រេផ្ដាស់ចង្រៃមាត់បែបនេះលោកសេដ្ឋីនៅមានអាយុយឺនយូរណាស់គ្មានរឿងអាក្រក់ណាកើតឡើងចំពោះលោកទេទៀនខ្ញុំបាទនឹងនៅបម្រើនឹងនៅការពារលោកសេដ្ឋីរហូតអស់មួយជីវិតលោកសេដ្ឋីប៊ុនបានត្រឹមតែសើចតិចរួចក្រវីក្បាលបដិសេធណែមិនចាំបាច់មកស្បត់ស្បែនៅបម្រើអញរហូតដល់ស្លាប់អីទេថ្ងៃនេះមេឃក្រហមចម្លែកណាស់អញមានអារម្មណ៍ថាមិនសូវស្រួលខ្លួនសោះយប់នេះឯងមិនបាច់ធ្វើការយាមកាមអីទៀតនោះទេឆាប់ត្រឡប់ទៅផ្ទះដេកជប់ជុំប្រពន្ធនិងកូនរបស់ឯងចុះមេការប្រកែកញាប់មាត់មិនបានទេលោកសេដ្ឋីយប់នេះមេឃអាប់អ៊ូណាស់បើខ្ញុំបាទទៅផ្ទះតើនរណាមើលខុសត្រូវក្នុងវិមាននេះទៅអញប្រាប់ឲ្យទៅគឺត្រូវតែទៅថ្ងៃមុនអញឲ្យពួកកូនឈ្នួលទៅផ្ទះសឹងតែអស់ហើយយប់នេះឯងនិងអ្នកបម្រើដែលនៅ Faithful ប៉ុន្មានអ្នកទៀតក៏ត្រូវតែទៅផ្ទះដែរទៅជួបជុំប្រពន្ធកូនឲ្យបានកក់ក្ដៅទៅ
ចាំព្រឹកស្អែកសូមត្រឡប់មកធ្វើការវិញក្នុងវិមាននេះមានកងការពារយាមកាមនៅខាងក្រៅប៉ុន្មានអ្នកហើយវាមិនអីទេចាប់ទៅអញចង់នៅស្ងៀមស្ងាត់តែម្នាក់ឯងទោះបីជាមេការនិងអ្នកបម្រើផ្សេងទៀតមិនចង់ចាកចេញព្រោះបារម្ភពីសុវត្ថិភាពម្ចាស់ខ្លួនយ៉ាងណាក្តីក៏ពួកគេមិនហ៊ានប្រឆាំងនឹងបទបញ្ជាដាច់អហង្ការរបស់លោកសេដ្ឋីឡើយទីបំផុតពួកគេបានត្រឹមតែអោបកំណត់លាទាំងអាល័យហើយក៏នាំគ្នារៀបចំបង្វិចដើរចេញពីវិមានម្ដងម្នាក់រហូតសល់តែភាពស្ងាត់ជ្រងំវិមានដ៏ធំទូលាយដែលធ្លាប់តែមានមនុស្សអ៊ូអរពេលនេះហ្វត្រឹមតែលោកសេដ្ឋី4ម្នាក់ឯងគត់នៅផ្នែកខាងក្នុងនិងកងការពារប្រមាណ5ទៅ6នាក់ប៉ុណ្ណោះដែលកំពុងតែយាមតាមខ្លោងទ្វារខាងក្រៅចង់ដឹងថាតើក្រុមចោរដែលថានឹងមកប្លន់នោះពួកវាហ៊ានមកទេហើយវាសនារូបចំណាក់មាសនោះនឹងទៅជាយ៉ាងណាសូមរងចាំស្ដាប់ភាគបន្តទៀត